พี่เลี้ยงម្នាក់ពេលបំរើលួងបានស្លុតចិត្តយ៉ាងខ្លាំងពេលឃើញខ្នងទ្រង់ដុះរោមខ្មៅដូចជ្រូកព្រៃតើវាអាចដូចជារឿងព្រេងនិទានខ្មោចឆៅមែនទេដើម្បីរក្សាជីវិតនាងក៏បានលួចដាក់ស្រទាប់ផ្កាដែលទ្រង់ស្អប់បំផុតចូលក្នុងអាងងូតទឹកហើយនាងក៏ត្រូវបានគេវាយ30រំពាត់នាងត្រូវបានគេបណ្ដេញឲ្យទៅបម្រើនៅរោងយូជឹងដែលជាកន្លែងសម្រាប់បោសសម្អាតបង្គន់ក្នុងវាំងគ្រប់គ្នាចាប់ផ្ដើមសើចចំអកឲ្យអតីតភីលៀងសំណប់ម្នាក់នេះដែលឥឡូវធ្លាក់ខ្លួនមកដល់ស្ថានភាពដ៏កំសត់បែបនេះមានតែនាងម្នាក់គត់ដែលដឹងថានៅក្នុងវាំងពេលនេះមានតែនាងទេដែលសុវត្ថិភាពបំផុតនៅពេលយប់ពេលដែលភាពងឹតគ្រប់ដណ្ដប់លើវាំងនាងបានលួចចូលទៅក្នុងវិមានត្រជាក់ដែលគេបោះបង់ចោលនាងមានបំណងប្រើទីនោះជាកន្លែងលាក់ខ្លួននិងផ្ទុកស្បៀងអាហារសម្រាប់ពេលមានអាសន្ននាងថែមទាំងយកប្រាក់សន្សំដែលសន្សំបានជាច្រើនឆ្នាំមកដោះដូរយកស្បៀងនិងថ្នាំសង្កូវសម្រាប់រស់ជីវិតដោយសារប្រាក់នេះជាដើមទុនចុងក្រោយនាងបានយកកំសៅឡាបមុខទៅសូកភីលៀងចំណិតរបស់លួងដើម្បីស៊ើបការគេបានប្រាប់នាងថាថ្មីនេះលួងស្រាប់តែខ្លាចពន្លឺខ្លាំងណាស់ក្នុងវិមានត្រូវរៀបចំឲ្យងឹតសូនអាសងដូចភពខ្មោចមិនអនុញ្ញាតឲ្យមានពន្លឺថ្ងៃសំបីតែបន្តិចហើយត្រូវប្រើតែទៀនសម្រាប់បំភ្លឺប៉ុណ្ណោះឬបែបនេះនាងច្បាស់ក្នុងចិត្តភ្លាមថាលួងប្រកាសជាមានបញ្ហាធំហើយនាងមិនបង្អង់យូរឡើយក៏ទៅរកមហាតលិចម្នាក់ដែលទុកចិត្តបានឲ្យជួយទិញអង្ករអំបិលសម្លៀកបំពាក់និងសម្ភារៈចាំបាច់រហូតដល់កន្លះខែក្រោយមកទើបនាងរៀបចំសម្ភារៈគ្រប់យ៉ាងបានរួចរាល់អ្វីដែលនាងត្រូវធ្វើបន្តគឺរៀបចំប្រភពទឹកនិងកាប់ឆ្ការដីរហែកដើម្បីរងចាំការផ្លាស់ប្ដូរដែលនឹងមកដល់ពេលនោះនាងស្រាប់តែនឹកឃើញដល់ហុងលូដែលជាមិត្តល្អរបស់នាងហុងលូតែងតែមើលថែនាងជានិច្ចកាលនាងត្រូវបានគេដាក់ទោសគឺហុងលូនេះហើយដែលលួចយកអាហារមកឲ្យនាងហូបថែមទាំងលួចជួយធ្វើការងារធ្ងន់ជំនួសនាងជាច្រើនទៀតផងក្រោយពីពិចារណាយ៉ាងយកចិត្តទុកដាក់នាងសម្រេចចិត្តប្រាប់រឿងរ៉ាវគ្រប់យ៉ាងដែលនាងបានដឹងទៅកាន់ហុងលូអ្វីដែលនាងនឹកស្មានមិនដល់គឺហុងលូបានជឿនាងភ្លាមព្រោះហុងលូបានលួចសង្កេតមើលនាងយូរមកហើយហុងលូដល់ពេលត្រូវទៅជាមួយខ្ញុំហើយចាប់ពីពេលនោះមកភីលៀងតូចទាបទាំងពីរនាក់នេះក៏បានក្លាយជាបងប្អូនដែលរួមសុខរួមទុក្ខជាមួយគ្នាបោះផ្កាកុលាប3ទងដើម្បីបណ្ដេញគ្រោះចង្រៃជំងឺដំកាត់និងភាពអកុសលទាំងឡាយឲ្យអស់នៅពេលដែលមានហុងលូមកចូលរួមជាមួយដែរការរៀបចំគ្រប់យ៉ាងក៏កាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័សត្រឹមតែមួយយប់ប៉ុណ្ណោះសម្ភារៈដែលទើបតែទិញមកថ្មីត្រូវបានរៀបចំទុកដាក់យ៉ាងមានរបៀបរៀបរយលុះដល់ពេលព្រឹកឡើងស្រាប់តែមានដំណឹងថាលួងប្រឈួនផ្ដាសាយធំត្រូវសម្រាកក្នុងបន្ទប់ហើយមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលក្បែរឡើយឬបែបនេះនាងបារម្ភភ្លាមនាងដឹងថាការក្លាយជាខ្មោចឆៅរបស់លួងមិនអាចលាក់បាំងបានទៅទៀតនោះទេពេលនេះពួកនាងត្រូវតែរៀបចំខ្លួនដើម្បីលាក់ខ្លួនគ្រប់ពេលវេលាដូចដែលនាងបានស្មានទុកនៅពេលរសៀលមានដំណឹងថាស៊ីវជុយភីលៀងបោកគក់ត្រូវបានព្រះមេតាធិរាជដោះលែងឲ្យចេញពីវាំងគ្រប់គ្នាមានការច្រណែននិងសង្ឃឹមថាអ្នកបន្ទាប់នឹងជាខ្លួនឯងប៉ុន្តែពួកគេមិនបានដឹងឡើយថាស៊ីវជុយមិនបានចេញពីវាំងទេផ្ទុយទៅវិញនាងបានក្លាយជា